ប្រិយមិត្តបងប្អូនទាំងអស់គ្នាពិតជាបានឃើញរួចមកហើយនៅទស្សនវិជ្ជាដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមមិនថា TikTok Facebook YouTube ឡើយនោះគឺជាទស្សនវិជ្ជាមួយដែលមនុស្សរាប់ពាន់រាប់ម៉ឺននាក់មកគ្រប់ទិសទីក្នុងប្រទេសឬក្រៅប្រទេសជាដើមបានសម្រុកធ្វើដំណើរទៅកាន់ទីកន្លែងដែលព្រះអង្គចន្ទមុនីគង់នៅពួកគេសុខចិត្តរងចាំរាប់ម៉ោងខ្លះក៏ដេកចាំទាំងយប់ទាំងថ្ងៃហាខ្យល់គ្រាន់តែដើម្បីជួបបានស្ដាប់សន្និការឬបានឃើញប្រភពព្រះអង្គត្រឹមតែប្រមាណវិនាទីតែប៉ុណ្ណោះហើយតើហេតុការអ្វីកើតឡើងពិតប្រាកដហើយហេតុអ្វីបានជាព្រះសង្ឃអង្គវ័យក្មេងមួយអង្គនេះបានមានកម្លាំងតាក់ទាញចិត្តមនុស្សឲ្យខ្លាំងដល់ថ្នាក់នេះថ្ងៃនេះនឹងមកសម្រាយនឹងវិភាគស៊ីជម្រៅចិត្តមនុស្សជុំវិញបាតុភូតនេះទាំងអស់គ្នាមូលហេតុទី1ដែលជាចំណុចដុតកម្ដៅឲ្យមនុស្សចង់ទៅជួបព្រះអង្គខ្លាំងបំផុតគឺហេតុការដំណើរគ្នារឿងបារមីមានរឿងរ៉ាវចាស់ស្ដែងច្រើនដែលអ្នកចង់បានទៅជួបហើយយកមកនិទានតគ្នាថាព្រះអង្គចន្ទមុនីមានញាណពិសេសអាចមើលធ្លុះដឹងអំពីទុក្ខធរៈនិងគំនិតឬបំណងប្រាថ្នាអ្នកដែលដើរចូលមកជួបទោះបីជាបុគ្គលនោះមិនទាន់ទន្លាយពាក្យសម្ដីមួយម៉ាត់ក៏ដោយជួនកាលអ្នកខ្លះមានបញ្ហាក្នុងចិត្តយ៉ាងធ្ងន់ធ្ងរគ្រាន់តែដើរទៅដល់ព្រះអង្គមានសន្និការចំចំណុចដែលគេកំពុងទៅជួបតែម្ដងធ្វើឲ្យអ្នកខ្លះរំភើបចិត្តរហូតដល់សម្រក់ទឹកភ្នែកជាងនេះទៅទៀតជំនឿលើទឹកមុនការប្រោះព្រំប្រសិទ្ធិពរជ័យព្រះអង្គត្រូវបានមហាជនជឿជាក់ថាអាចជួយបណ្ដេញឧបទ្រពចង្រៃរំដោះគ្រោះកាចនិងបើកផ្លូវលាភសក្ការៈក្នុងសង្គមខ្មែរជំនឿបែបនេះអភិនិហាននិងបារមីពិតជាមានឥទ្ធិពលខ្លាំងណាស់ដូច្នេះនៅពេលមានហេតុការណ៍បែបនេះកើតឡើងវាគូខ្លាយទៅជាកម្លាំងស្រុបទាញមនុស្សឲ្យចង់ទៅឃើញលោកផ្ទាល់ភ្នែកតែម្ដងពុកម៉ែបងប្អូនពិតជាចង់ទៅជួបព្រះអង្គចន្ទមុនីដែរហើយទៅបើយើងងាកមកមើលពីទស្សនវិជ្ជាសង្គមបច្ចុប្បន្នមនុស្សជាច្រើនកំពុងតែចង់ជួបប្រទះនៅវិបត្តិធ្ងន់ធ្ងរណាស់មនុស្សច្រើនជួបប្រទះវិបត្តិធ្ងន់ធ្ងរខ្លាំងមែនទែនទាំងបញ្ហាការរកស៊ីមិនសូវកកបបំណុលរំខ្លួនវិបត្តិក្នុងគ្រួសារនិងភាពតានតឹងក្នុងចិត្តនៅពេលដែលមនុស្សជួបភាពតច្រកឬអស់សង្ឃឹមឬវង្វេងផ្លូវពួកគេតែងតែស្វែងរកទីពឹងផ្លូវចិត្តដែលអាចឲ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពព្រះអង្គចន្ទមុនីហាក់ដូចជាឧសថផ្លូវចិត្តដ៏ស័ក្តិសិទ្ធិមួយមនុស្សម្នាទៅរកព្រះអង្គមិនមែនគ្រាន់តែទៅសុំលេខឆ្នោតឬសុំរបស់ទឹកនោះទេប៉ុន្តែពួកគេទៅដើម្បីសុំកម្លាំងចិត្តការបានទៅអង្គុយស្ដាប់ពធរបស់ព្រះអង្គបានឃើញទស្សនវិជ្ជាស្ងប់ស្ងាត់ក្នុងទីកន្លែងនោះវាជាអារម្មណ៍ដែលកំពុងតែឆេះក្តៅក្រហាយដោយសាររឿងរ៉ាវខាងក្រៅត្រឡប់ជាត្រជាក់ចង់ភ្លាមជាការព្យាបាលផ្លូវចិត្តតាមបែបសាសនាដែលមនុស្សគ្រប់គ្នាកំពុងតែត្រូវការជាខ្លាំងបំផុតចំណុចសំខាន់មួយទៀតដែលធ្វើឲ្យអ្នកស្ដាប់ជក់ចិត្តជក់អារម្មណ៍ដកខ្លួនមិនរួចនោះគឺចរិតលក្ខណៈផ្ទាល់ខ្លួនរបស់ព្រះអង្គភាពទន់ភ្លន់និងស្នាមញញឹមព្រះអង្គចន្ទមុនីមានខ្សែភ្នែកនិងស្នាមញញឹមពោពេញទៅដោយក្តីមេត្តាធម៌របៀបនៃការមានសន្និការរបស់ព្រះអង្គគឺទន់ភ្លន់ខ្លីខ្លឹមមិនប្រើពាក្យធំធេងឬវែងអន្លាយពិបាកយល់នោះឡើយភាពស្មើភាពហេតុការណ៍ដែលមនុស្សឃើញញឹកញាប់គឺមិនថាទៅជួបជាអ្នកមានឬមន្ត្រីបនស័កធំឬអ្នកក្រខ្សត់ជនពិការក្មេងតូចឡើយគឺព្រះអង្គទទួលស្វាគមន៍និងផ្ដល់ភាពកក់ក្ដៅឲ្យស្មើគ្នាគ្មានការរើសអើងកត្តានេះហើយដែលតាក់ទាញចិត្តមនុស្សទូទៅឲ្យមានអារម្មណ៍ថាព្រះអង្គគឺជាទីពឹងពិតប្រាកដនិងគួរឲ្យគោរពបូជាបំផុតយើងមិនអាចប្រកែកបានឡើយថាបណ្ដាញសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងហេតុការណ៍នេះ
នៅពេលដែលមានអ្នកទៅជួបថតវីដេអូបង្ហោះមានភាពអស្ចារ្យឬពាក្យអប់រំរបស់ព្រះអង្គទូទៅក៏បានទទួលការទស្សនារាប់លានដងនិងមានអ្នក share តគ្នាអញ្ចឹងនៅពេលដែលមនុស្សឃើញហើយមនុស្សឃើញរាប់ម៉ឺនរាប់លានអ្នកហើយក៏ជាបង្កយុទ្ធសាស្ត្រមួយហៅថាចិត្តសាស្ត្រសូមមនុស្សចាប់ផ្ដើមគិតថាបើគេទៅជ្រោនដល់ថ្នាក់ហ្នឹងច្បាស់ជាមានអ្វីជាពិសេសហើយបើមានឱកាសខ្ញុំត្រូវតែទៅបានម្ដងនេះហើយជាហេតុធ្វើឲ្យចំនួនមនុស្សកើតឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃសរុបសេចក្តីមកវិញហេតុការណ៍ដែលមនុស្សសម្រុកទៅស្ដាប់និងគោរពចន្ទមុនីគឺកើតចេញអំពីការផ្សំគ្នារវាងជំនឿបារមីអភិនិហាភាពទន់ភ្លន់នៃអប់រំធម៌តម្រូវការទីពឹងផ្លូវចិត្តមនុស្សនៅក្នុងសម័យបច្ចុប្បន្នប៉ុន្តែអ្វីដែលយើងគ្រប់គ្នាគួរតែរៀនសូត្រពីព្រះអង្គនោះគឺព្រះអង្គតែងតែរំលឹកជានិច្ចថាទីពឹងដែលល្អបំផុតនោះគឺខ្លួនឯងទីពឹងខ្លួនឯងការទៅធ្វើបន់ទៅស្ដាប់ធម៌គឺដើម្បីដាស់តឿនចិត្តខ្លួនឯងឲ្យធ្វើល្អលះបង់ចិត្តលុបលន់និងខំប្រឹងប្រែងដោយធម៌នោះទើបបានបារមីពិតប្រាកដដែលតាមជួយយើងគ្រប់ពេលវេលា